ពេលវាទៅអត់មិនឈឺចាប់អីទេឈឺរៀបសួរអ៊ំអញ្ចឹងចង់សុំសួរអ៊ំបន្តិចថ្ងៃហ្នឹងអ៊ំអញ្ជើញមកផ្លែតគឺដើម្បីមកប្រតិការការវះកាត់ត្រូវឯអ៊ំចាអញ្ចឹងអ៊ំវះកាត់នៅថ្ងៃទី16ខែ5មួយខែមុនចាអញ្ចឹងអ៊ំអាចរៀបរាប់បទពិសោធន៍អ៊ំបន្តិចតាំងពីពេលវះរហូតមកដល់ឥឡូវហ្នឹងតើតបពីវះហើយអ៊ំឈឺចាប់អីខ្លាំងអត់អ៊ំពេលវាទៅអត់មិនឈឺចាប់អីទេឈឺចង្កេះតិចទៅឈឺត្រង់កន្លះបន្តិចដាក់ថ្នាំពីមជូលទៅបាត់ជ្រាបអស់រលីដូចជាបេះមានអុយក្នុងខ្លួនសោះអត់មានចិត្តវាអត់ដូចមានវាកាត់វាសោះពេលនេះស្រួលដូចនេះជីអានេះក៏ស្រួលអង្គុយក៏ស្រួលចុះដើពីក្រេក៏ស្រួលចុះឥឡូវបើយើងគិតទៅមួយខែចុងមួយខែមកហើយបន្ទាប់ពីការវះតើយ៉ាងម៉េចដែរក្នុងខ្លួនរបស់អ៊ំឥឡូវហ្នឹងគឺអ៊ំស្រួលអីស្រួលដើស្រួលដូចអត់មានគេផ្លូវគេអុយណាចាដើក៏ស្រួលប៉ុន្តែអង្គុយចង់ហៅទៅហ៊ានអង្គុយទេអត់តហ៊ានអង្គុយណាអត់ទៅហ៊ានអង្គុយទេដើក៏ស្រួលធ្វើតែសកម្មភាពអីផ្សេងយើងអាចធ្វើបានយើងមានអារម្មណ៍ថាវាស្រួលធម្មតាចាស្រួលធម្មតាក៏ខ្ញុំក៏ដូចវាកាត់រួចទៅខ្ញុំដូចទៅស្បាច់ចិត្តក្នុងខ្លួនខ្ញុំណាទៅបាត់ផុតវាផុតទៅខ្ញុំដូចស្បាច់ចិត្តអស់ប្រាក់ខ្ញុំស្ដាយប្រាក់ប៉ុណ្ណេះអត់ស្ដាយទីបានគឺខ្លួនខ្ញុំទេសំខាន់គឺវាហើយគឺយើងស្រួលខ្លួនចាវាទៅស្រួលខ្ញុំដែលនៅដែលខ្ញុំមិនទាន់វាកាត់មិនខ្ញុំព្រាខ្ញុំមិនថាខ្ញុំព្រាខោខ្ញុំហ៊ានរីវាពិបាកចិត្តដល់ស្រួយធ្វើខ្លួនឬក៏មិនចង់ធ្វើខ្លួនទៀតវាល្អអង្គគេទាំងស្រីណាវាយ៉ាប់ខ្ញុំបានវាកាត់ទៅក៏បាក់ចិត្តអូខេអរគុណអរគុណ